អ្នកបាញ់ព្រួយលើសេះឈ្មោះគូនីសូប្រយុទ្ធជាមួយនឹងហួសុំបើមិនអាចកាត់យកក្បាលហួសុំទេអញ្ចឹងកាត់យកក្បាលខ្ញុំលុបលាងទោះទៅនោះគ្រាន់តែជាជួនកពិកកប៉ុកតែប៉ុណ្ណោះទេម្នាក់នោះគឺជាបេតបរបស់យានសាវឈ្មោះយានលៀងឬថាវិជាគុណរបស់គេមិនអត់ជាងលីពូទីខ្ញុំយល់ថាគេដកផ្លាកសញ្ញាលុកក្បាលទេមិនក៏លោកអ៊ីកាងដំឡឹងលោកអបរាជខ្ញុំព្រមទៅកាត់យកក្បាលគេមកកងទ័ពអត់លេខសើចទេបើចាត់ការគេមិនបានតើគិតយ៉ាងម៉េចបើអញ្ចឹងសូមលោកអបរាជកាត់យកក្បាលខ្ញុំទៅល្អយកស្រាបប្រហើនមែនអ្នកក្លាហានក្នុងលោកឮឈ្មោះយើងអ្នកណាក៏ភ័យដែរគួរឲ្យស្ដាយកំបិតចន្ទ្រានាគីវយើងបែរជាកាត់ក្បាលជនតូចតាចដូចឆ្អែកទៅវិញអាចោមកទៀតទោះជាយើងមានដៃម្ខាងក៏អាចកាប់ឯងបានដែរចុះពីលើខ្សែមកគូនអ៊ីគឺជាមេតបម្នាក់ក្នុងចំណោមមេតបខ្លាចទាំង5ដែលខ្លាំងពូកែនិងក្លាហានក្នុងដៃកាន់កំបិតនាខៀវជាសេះទន្សាយក្រហមដ៏ឆ្លាតវៃទៀតគ្មានគូប្រៀបទេមនុស្សខ្លះគ្រាន់តែលើឈ្មោះរបស់គូនអ៊ីក៏ភ័យញាក់សាច់ទៅហើយគូនអ៊ីត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានគុណធម៌ដ៏កម្រិតកំពូលហើយគាត់ធ្លាប់បាននិយាយថាគុណធម៌មានតម្លៃថ្លៃជាងជីវិតរបស់មនុស្សទៅទៀត